ជំរាបសួរបងប្អូនកំពុងតែទស្សនា Channel ជ័យសុហៀងថ្ងៃនេះនាំអារម្មណ៍អ្នកទាំងអស់គ្នាមកទស្សនាប្រាសាទបាយ័ននាពេលរាត្រីជាទូទៅប្រហែលជាយើងមិនងាយបានឃើញនៅទស្សនវិជ្ជាដ៏ស្រស់ស្អាតមួយនេះទេដោយសារតែនេះវាមានកម្មវិធីមួយអញ្ចឹងទៅគេបានរៀបចំបំពូលភ្លើងពណ៌ស្រស់ស្អាតច្រើនមែនទែនរាប់ចាប់តាំងពីខ្លោងទ្វារទន្លេអ៊ំរហូតដល់ប្រាសាទបាយ័នអញ្ចឹងគឺសម្រាប់រូបភាពដ៏ស្រស់ស្អាតមួយនេះគឺយើងមិនងាយបានឃើញទេហើយក៏ជារូបភាពដ៏អស្ចារ្យមួយដែរដែលមនុស្សគ្រប់គ្នាតែងតែចង់ទស្សនាដោយផ្ទាល់មានតែអ្នកសៀមរាបតែប៉ុណ្ណោះដែលមានសំណាក់បានឃើញរូបភាពស្រស់ស្អាតទាំងនេះហើយខ្ញុំជឿជាក់ថាបងប្អូនដែលនៅតាមប្រទេសនានាមិនថានៅអាមេរិកកាណាដាអូស្ត្រាលីនៅប្រទេសបារាំងគាត់ក៏ចង់ឃើញរូបភាពមួយនេះដែររាល់ថ្ងៃគាត់តែងតែបានទស្សនានៅរូបភាពទាំងអស់នេះតាមរយៈវីដេអូរបស់ YouTuber ឬក៏ Content Creator ផ្សេងៗដែលគាត់បានថតហើយផ្សព្វផ្សាយទៅគាត់បានឃើញត្រឹមតែរូបភាពជួនកាលគាត់មកដល់ក្នុងប្រទេសកម្ពុជាហើយក៏គាត់មិនងាយមានឱកាសបានឃើញនៅព្រឹត្តិការណ៍ល្អៗបែបនេះដែរដោយសារអីគាត់មកខុសពេលខុសវេលាបើសិនជាគាត់មកចំពេលវេលាប្រហែលជាគាត់បានទស្សនានូវរូបភាពដ៏ស្រស់ស្អាតមួយនេះហើយសម្រាប់បងប្អូននៅតាមបណ្ដាខេត្តនានាក៏គាត់មិនបានទស្សនាដូចគ្នាដែរដោយសារតែគាត់នៅឆ្ងាយពេកបើសិនជាគាត់មានឱកាសគាត់ក៏ចង់មកទស្សនាដូចគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាដែលនៅតាមទីកន្លែងផ្សេងៗតាមខេត្តនានានៅក្នុងប្រទេសកម្ពុជាឬក៏នៅក្រៅប្រទេសដែលមិនមែនជាប្រទេសកម្ពុជាបើសិនជាចង់ទស្សនារូបភាពប្រាសាទនៅតំបន់ស្រស់ស្អាតជាច្រើនទីនៅក្នុងខេត្តសៀមរាបអាចមកទស្សនាបានជាពិសេសគឺនៅរដូវភ្លៀងស្លឹកឈើលាស់ខ្ចីរូបភាពពណ៌បៃតងស្លែដុះតាមចម្លាក់ថ្មផ្សេងៗគឺចាប់ផ្ដើមមានហើយទាំងអស់គ្នាអាចមកទស្សនាបានអរគុណ